បាទសូមលំអរកាយគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទស្សនិកជនមហាជនជាទីគោរពនៅក្នុងថ្ងៃនេះជួបជាមួយខ្ញុំបាទ Mr. IC Channel យើងខ្ញុំសូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកតាមដានជាមួយនឹងរឿងរ៉ាវមួយដែលគួរឲ្យហួសចិត្តបាទយើងឃើញថាកុមារាម្នាក់បាទទើបតែមានអាយុ13ឆ្នាំបានរៀបការបាត់ទៅហើយបាទខណៈពេលដែលខាងស្រីបាទពោះធំរយៈពេល5ខែទៀតអញ្ចឹងយើងឃើញថាខាងស្រីពោះធំ5ខែបាទខាងប្រុសអាយុទើបតែ13ឆ្នាំដោយសារតែធ្វើឲ្យខាងស្រីពោះធំបាទទើបខាងចាស់ទុំក៏ដូចជាសាច់ញាតិបានឲ្យអ្នកទាំងពីររៀបការជាមួយគ្នាដើម្បីបំពេញមុខមាត់បាទទៅតាមផ្លូវច្បាប់តែម្ដងបាទហេតុការណ៍នេះគឺមិនមែនការឡើងនៅក្នុងស្រុកខ្មែរយើងទេបាទគឺនៅប្រទេសចិនបាទសារព័ត៌មានចិនកាលពីពេលថ្មីកន្លងមកបានផ្សាយផងដែរថាបាទពិធីរៀបអាពាហ៍ពិពាហ៍របស់កូនកំឡោះបាទកូនក្រមុំ2នាក់បាទអាយុ13ឆ្នាំបាទនៅទីជនបទមួយនៅក្នុងខេត្តហ៊ីណានបាទខេត្តហៃណានបាទភាគខាងត្បូងនៃប្រទេសចិនបាទខណៈដែលខាងស្រីមានផ្ទៃពោះរហូតដល់5ខែបាត់ទៅហើយអាជ្ញាធរបានឲ្យដឹងផងដែរថាដោយសារតែគូអាពាហ៍ពិពាហ៍នៅក្មេងបាទនៅក្មេងវ័យបាទទើបមិនអាចចុះឈ្មោះរៀបអាពាហ៍ពិពាហ៍បានដោយពិធីនោះកើតចេញពីការរៀបចំសមគមរបស់ក្រុមគ្រួសារទាំងសងខាងតែប៉ុណ្ណោះបាទពិធីរៀបចំឡើងតាមទំនៀមទម្លាប់របស់ចិនបាទដោយកូនក្រមុំស្ថិតនៅក្នុងឈុតពណ៌ក្រហមបាទហើយគោរពចាស់ទុំបាទហើយបងប្អូនសាច់ញាតិរបស់ពួកគេបាននាំគ្នាចូលរួមអបអរសាទរនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍នោះបាទវីដេអូឃ្លីបនៃពិធីរៀបអាពាហ៍ពិពាហ៍បានផ្សាយធ្វើឲ្យមហាជនជាច្រើនមានការរីកគុណថាបាទទាំងកូនកំឡោះនិងកូនក្រមុំមានអាយុតិចបាទដូច្នេះនៅពេលដែលពួកគេធំពេញវ័យបាទនឹងមានការសោកស្ដាយចំពោះជីវិតអាពាហ៍ពិពាហ៍របស់ពួកគេជាក់ជាពំខានបាទបណ្ដាអ្នករិះគន់មួយចំនួនទៀតបានបារម្ភថាអ្នកនៅជនបទរបស់ចិនបាទនៅតែប្រកាន់ទំនៀមទម្លាប់ដោយឪពុកម្ដាយកំណត់ឲ្យកូនចៅមានគូស្រករទាំងវ័យក្មេងបាទតាមច្បាប់របស់ចិនអាចសុំច្បាប់រៀបការបាននៅពេលដែលមានអាយុ20ឆ្នាំសម្រាប់នារីបាទសម្រាប់បុរសវិញគឺមានអាយុ22ឆ្នាំឡើងទៅអញ្ចឹងច្បាប់ស្រុកគេបើសិនជាខាងស្រីគឺយ៉ាងហោចណាស់ក៏ត្រឹមមានអាយុ20ឆ្នាំបាទខាងប្រុសយ៉ាងហោចណាស់ក៏ត្រឹមតែមានអាយុ22ឆ្នាំបាទទើបមានសិទ្ធិនៅក្នុងការសុំរៀបការប៉ុន្តែអ្វីក្មេងបាទអ្វីគូស្នេហ៍មួយគូនេះដោយសារតែជ្រុលជ្រោះបាទនៅជាមួយគ្នាទៅហើយបាទដែលរហូតដល់ខាងស្រីមានផ្ទៃពោះរហូតដល់5ខែបាទពុកម៉ែបងប្អូនបានឃើញនៅក្នុងរូបភាពហើយបាទពោះឡើងធ្លាក់ហើយបាទពោះវាថាខ្ទាតពោះហើយអញ្ចឹងហើយខាងប្រុសបាទដោយសារតែវ័យក្មេងពេកអាយុទៅតែ13ឆ្នាំមិនទាន់មានទំនួលខុសត្រូវនៅក្នុងក្រុមគ្រួសារក៏ដូចជាមិនទាន់អាចធ្វើជាឪពុករបស់គេបានទេបាទដោយសារតែនៅវ័យក្មេងពេកអញ្ចឹងហើយដោយសារតែខាងចាស់ទុំបាទទាំងសងខាងបាទជាពិសេសខាងស្រីគេមិនប្រកាន់បាទគឺមិនមានការប្តឹងផ្ដាល់ដាក់ទោសបាទដោយសារតែការយល់យោគក៏ដូចជាធ្វើម៉េចបាទក៏ខ្លាចជាបាយបាត់ទៅហើយអញ្ចឹងគេមានតែរៀបចំទៅតាមប្រពៃណីដោយមិនតាមផ្លូវច្បាប់ទេបាទព្រោះច្បាប់គេមិនទទួលស្គាល់ទេដោយសារតែអ្នកទាំងពីរហ្នឹងមានវ័យក្មេងពេកអញ្ចឹងហើយការរៀបការឲ្យអ្នកទាំងពីរនេះគឺខុសច្បាប់បាទមានន័យថារៀបការឲ្យតែចាស់ទុំទាំងសងខាងបានដឹងឮនិងសាច់ញាតិមួយចំនួនបានដឹងឮតែប៉ុណ្ណោះដូច្នេះសូមនេះគឺជាគំរូមួយសម្រាប់កូនចៅបាទរបស់ពុកម៉ែបងប្អូនដែលនៅប្រទេសកម្ពុជាបាទសូមកុំឲ្យមានរឿងរ៉ាវអញ្ចឹងកើតឡើងឲ្យសោះបាទក្មេងៗបាទក្នុងវ័យនេះគឺវ័យកំពុងតែសិក្សាទេមិនគួរឲ្យមានស្នេហាស្រឡាញ់គ្នាទាំងមិនទាន់ចេះរលុយបាទនៅលាដៃសុំលុយម៉ែនៅឡើយទេបាទប្រកែអ្នកខ្លះគឺយើងឃើញហើយនៅតាមសាលាមួយចំនួនបាទនៅក្នុងស្រុកខ្មែរយើងបច្ចុប្បន្ននេះបាទនៅលាដៃសុំលុយម៉ែនៅឡើយនៅរៀនថ្នាក់ទី7ទី8នៅឡើយទេប៉ុន្តែម្នាក់នាំគ្នាមានស្នេហាបាទបើសិនជាឪពុកម្ដាយបាទមានការយកចិត្តទុកដាក់ទៅបាទមិនសូវហ៊ានទេបើសិនជាឪពុកម្ដាយខ្លះដោយសារតែគាត់រវល់ការងារជាពិសេសមិនសូវជាមានការយកចិត្តទុកដាក់ចំពោះកូនបាទអ្នកខ្លះភ្លើនដើរលេងបាទសេពថ្នាំគ្រឿងញៀនគេងនៅជាមួយគ្នាបាទចូលក្លឹបចូលអីហ្នឹងគឺសិតតែក្មេងៗតែម្ដងបាទនាំគ្នាដឹកគ្នាចូលទស្សនៈចូលអីហ្នឹងបាទអញ្ចឹងហើយនេះគឺជារឿងរ៉ាវមួយដែលកើតឡើងប្រទេសចិនបាទសង្ឃឹមថាស្រុកខ្មែរយើងមិនឲ្យមានករណីនេះកើតឡើងចោះដូច្នេះព័ត៌មានមួយនេះយើងខ្ញុំក៏សូមបញ្ចប់ត្រឹមនេះសូមអរគុណច្រើនសូមជម្រាបលា